បាទលំនកាយគោរពនឹងជំរាបសួរលោកពុកអ្នកបរាយបងប្អូនជាទីស្រឡាញ់ជាទីស្នេហាបងប្អូនណាបាទហ្នឹងហើយបងប្អូនណាបាទនេះគឺទស្សនវិជ្ជានេះពេលថ្ងៃរសៀលបាទម៉ោង2ជាងហ្នឹងបងប្អូនបាទក្រុងបាត់ដំបងហើយវេលាស្មើនេះគឺនៅថ្ងៃទី7បាទវីដេអូនេះគឺខ្ញុំថតចេញនៅថ្ងៃទី7ហើយអាចចេញជ្រាបជាតិមួយថ្ងៃឬក៏2ថ្ងៃអញ្ចឹងណាបងប្អូនបាទជាស្រ័យផងបាទដោយសារដូចខ្ញុំបានប្រាប់អញ្ចឹងបងប្អូនដោយសារនៅតំបន់ខ្ញុំកន្លែងផ្ទះដែលខ្ញុំនៅនេះគឺវាពិបាកសេវាអ៊ីនធឺណិតតិចបងប្អូនណាដោយសារខ្ញុំមិនមានទាន់មានលទ្ធភាពដាក់អ៊ីនធឺណិត Wi-Fi ទេបងប្អូនបាទហើយក៏ប្រហែលជាវីដេអូខ្ញុំថតខេត្តបាត់ដំបងនេះគឺបានតែមួយរយៈទេបងប្អូនបាទប្រហែលជាអាចវាកណ្ដាលខែហ្នឹងឬយ៉ាងណាទេបងប្អូនគឺខ្ញុំត្រូវចេញទៅតាមបណ្ដាខេត្តផ្សេងៗតែហើយបងប្អូនណាបាទហើយខ្ញុំក៏សង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងបាទជួយ like ជួយ share ផងវីដេអូនេះបងប្អូនណាបាទដើម្បីជាពិសេសគឺដើម្បីទី1គឺយើងលើកស្ទួយនៅវិស័យទេសចរណ៍ទី2គឺដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មានទាំងអស់នេះទៅដល់បងប្អូនយើងដែលនៅឥណ្ឌាសមុទ្រណាបាទតែគាត់មិនបានមកលេងស្រុកកំណើតឬយ៉ាងណាអីហ្នឹងណាបាទដើម្បីគាត់បានដឹងបានឃើញទាំងអស់គ្នាបងប្អូនបាទហ្នឹងហើយបងប្អូនបាទហើយរាត្រីយប់នេះគឺថ្ងៃទី7បាទខែធ្នូឆ្នាំ2025នេះគឺមានគុណខ្មែរយើងគឺគុណបដាល់កីឡាបដាល់គុណខ្មែរយើងណាបងប្អូនបាទវាបាយចានតែខ្ញុំមិនបានមកទេបងប្អូនបាទអញ្ចឹងបងប្អូនទស្សនាវីដេអូនៅក្នុង channel របស់ខ្ញុំគឺដឹងហើយបាទខ្ញុំបាទគឺកម្រមកថតនៅរាត្រី concert ឬតារាចម្រៀងអីគឺខ្ញុំកម្រចេញមកថតទៅគេបងប្អូនណាបាទភាគច្រើនមែនទេគឺខ្ញុំមិនដែលចេញមកថតទេបងប្អូនបាទពេលនៅពេលរាត្រីហ្នឹងបងប្អូនណាបាទហើយក៏ជាស្រ័យផងបើសិនជាមានបញ្ហាឬក៏យ៉ាងណាអញ្ចឹងណាបាទភាគច្រើនដោយសារខ្ញុំមួយរយៈនេះដោយសារខ្ញុំអត់មានអ្នកណាមើលកូនដោយសារជាប់ប្រព័ន្ធមើលកូនអញ្ចឹងណាបងប្អូនបាទដល់ពេលអញ្ចឹងហើយគឺខ្ញុំមិនអាចចេញថតពេលយប់ទេដោយសារទូរនីតិជួយមើលប្រព័ន្ធមើលកូនអីដែរបងប្អូនបាទនេះគឺទស្សនវិជ្ជាបាទយើងមកដល់នៃភ្លើងស្តុបជាផ្សារថ្មីរបស់យើងហើយបងប្អូនហើយភ្លើងស្តុបនេះតែយើងជិះអត់ថែមលម្អឿនទេយើងអត់ផុតទេបងប្អូនណាបាទអញ្ចឹងខ្ញុំសូមថែមលម្អឿនបន្តិចសិនបងប្អូនណាបាទហើយក៏មានអីទេបងប្អូនបាទសូមគោរពជម្រាបសួរទៅដល់បងប្អូនបាទខ្សែថ្មីបន្តទៀតណាបាទง่ายបាទហើយក៏សង្ឃឹមថាបងប្អូនសុខសប្បាយទាំងអស់គ្នាបាទទាំងទីចិត្តទីឆ្ងាយក្តីណាបាទហ្នឹងហើយមួយរយៈនេះគឺខ្ញុំអត់សូវបានជាចេញវីដេអូប្រហែលថ្ងៃដែររឿងជឿអញ្ចឹងណាបាទហ្នឹងហើយបាទដូចខ្ញុំថាអញ្ចឹងគឺឥឡូវកំឡុងពេលនេះគឺខ្ញុំភាគច្រើនខ្ញុំថតបានតែសៅរ៍អាទិត្យទេបងប្អូនបាទហើយខ្ញុំមកថតនេះគឺវីដេអូនេះគឺខ្ញុំថតបានថ្ងៃអាទិត្យតែខ្ញុំមិនទាន់ដឹងថាចេញអាចចេញទាន់ថ្ងៃណាថ្ងៃណីទេបងប្អូនបាទជាស្រ័យមែនទេណាបាទព្រោះវាអត់សូវមានពេលវេលាបងប្អូនបាទដោយសារខ្ញុំជាប់កូនតូចកូនខ្ញុំទៅបាន7 8ខែទេបងប្អូនហើយក៏មួយទៀតសូមបងប្អូនបាទចូលរួមជួយចុច Subscribe នៅក្នុង Channel YouTube របស់ពីមុនខ្ញុំផុសវីដេអូរបស់ខ្ញុំវីដេអូនេះគឺនៅក្នុង channel របស់ខ្ញុំអាចារ្យហ្នឹងណាបងប្អូនបាទតែដោយសារអត់សូវមានអ្នកមើលខ្ញុំផុសវីដេអូគួរទៅអញ្ចឹងសូមបងប្អូនជួយគ្រប់គ្រងផងណាបាទហ្នឹងហើយនេះគឺរបងមូលតាដបងប្រយុទ្ធបាទពេលថ្ងៃបងប្អូនយើងឪពុកអ្នកម្ដាយនៅតែគាត់មកអុជធូបថ្វាយបង្គំរតាអញ្ចឹងណាបាទថ្ងៃក្តៅមិនក៏ដោយនេះផ្លូវជាតិលេខ5យើងហ្នឹងហើយបងប្អូនបាទហើយក៏មួយរយៈនេះគឺឃើញថាមានបងប្អូនយើងច្រើនក៏បានខុសឌីមដាមនៅក្នុងខេត្តបាត់ដំបងយើងពាក់ព័ន្ធជាមួយនឹងគេថារចនាសម្ព័ន្ធបាទជាពិសេសគឺរឿងផ្លូវនឹងតែម្ដងណាបាទគឺថាហុយតែមែនទេបាទជាពិសេសគឺដោយសារតែក្រុមការតែងតាំងនៅអាណត្តិថ្មីរបស់អារ៉មអាបាខេតនៅក្នុងអាណត្តិទី2នេះហើយក៏បន្ទាប់ពីបានឃើញមានពុកម៉ែបងប្អូនយើងលើកឡើងបន្ទាប់ពីអាដាមបានឡើងនៅក្នុងអាណត្តិទី2នេះក៏អាដាមក៏បានចេញនៅសារនៅវីដេអូមួយបាទគឺគាត់នឹងរៀបចំបាទគាត់នឹងរៀបចំគេថារចនាសម្ព័ន្ធបាទទៅមិនរៀបចំមកហើយនៅក្នុងឆ្នាំ2026ខាងមុខនេះបាទអញ្ចឹងយើងនៅសល់ថានិយាយថាវ័យយ៉ាងយូរចុះថា3សប្តាហ៍ទៀតបាទគឺយើងដាច់ខែថ្មីហើយបាទចូលខែថ្មីទាំងហើយបងប្អូនណាបាទចូលឆ្នាំថ្មីចូលឆ្នាំសកលហើយបាទអញ្ចឹងវាអត់យូរទេបាទអញ្
ចឹងយើងទ្រាំបានប្រហែលឆ្នាំហើយគិតថាយើងក៏ยังអាចទ្រាំបានដែរពុកម៉ែបងប្អូនបាទហើយណាមួយគឺអ្វីទាំងអស់តែពិតនៅចំណុចនេះអ្នកដែលគាត់ធ្វើការងារខាងមន្ត្រីរាជការឬក៏ការងារផ្សេងៗគឺពួកគាត់នឹងអាចដឹងបាទព្រោះនេះគឺរឿងធ្វើផ្លូវនេះមួយគឺអ្វីក៏ដោយម្នេះហើយយើងធ្វើឲ្យកម្រងឲ្យមួយគឺសិតតែតើយើងមាននៅកម្រង project request លុយណាបងប្អូនបាទអានេះតាមអ្វីដែលខ្ញុំធ្លាប់ធ្វើការងារកន្លងមកណាបងប្អូនបាទព្រោះតែយើងម្នេះហើយយើងធ្វើអីមួយគឺយើងត្រូវការបាច់ចឹកដែរត្រូវការលុយបាទអញ្ចឹងកាលណាតែយើងទៅសេផ្លានយើងរៀបចំលុយបើសិនជាយើងអត់មានលុយថវិកាគ្រប់គ្រាន់ទេក៏យើងមិនអាចពង្រីកនៅគេថារចនាសម្ព័ន្ធយើងព្រៀបបានលឿនដែរបងប្អូនបាទហើយជាពិសេសគឺណាមួយគឺផ្លូវបងប្អូនបាទពាក្យព័ន្ធនឹងផ្លូវនេះគឺគេត្រូវការសិក្សាទៅលើប្រភេទដីបងប្អូនបាទហើយជួនកាលអ្នកខ្លះវាមានរឿង2 3ទៀតបងប្អូនបាទបន្ទាប់ពីយើងសិក្សាទៅលើផ្លូវលើដីហើយប៉ុន្តែគឺវាបញ្ហាមួយទៀតបាទជួនកាលពេលដែលអ្នកធ្វើផ្លូវហ្នឹងអ្នករៀបចំធ្វើលូធ្វើអីហ្នឹងវាអត់អាចសមស្របគ្នាបងប្អូនបាទឧទាហរណ៍អ្នកខ្លះអ្នកខាងផ្លូវហ្នឹងវាមានច្រើនបងប្អូនណាបើយើងធ្វើផ្លូវគឺត្រូវការរៀបចំដាក់លូដាក់ប្រព័ន្ធលូយើងដាក់មានប្រព័ន្ធលូទឹកស្អាតលូទឹកស្អុយមានចរន្តភ្លើងចរន្តអីហូរហែរត់នៅក្នុងលូហ្នឹងអញ្ចឹងហើយគឺបានផ្លូវរបស់យើងគឺវារៀងយូរនៅក្នុងក្រុងបាត់ដំបងយើងណាបងប្អូនបាទអញ្ចឹងខ្ញុំនឹងចេញទៅបិទយកទស្សនវិជ្ជាបាទតែកំឡុងពេលនេះគឺខ្ញុំនឹងបិទយកទស្សនវិជ្ជាពីនេះចាប់ពីសួនវាមានឯករាជ្យបាត់ដំបងយើងនេះទៅណាបងប្អូនបាទផ្លូវលេខ1ក្រុងបាត់ដំបងបាទហើយខ្ញុំនឹងជិះចាក់ទៅបត់ទៅខាងនេះបងប្អូនបាទផ្លូវលេខ3យើងដើម្បីបិទយកទស្សនវិជ្ជាចែកជូនបងប្អូនយើងបាទអញ្ចឹងគឺកំឡុងពេលនេះគឺប្រជាពលរដ្ឋរបស់យើងគឺមានមួយចំនួនធំមួយចំនួនតូចដែរអញ្ចឹងណាបងប្អូនបាទគឺគាត់នៅតែមានការលើកឡើងទៅលើរឿងប្រព័ន្ធផ្លូវនឹងឯងបងប្អូនណាបាទជួនកាលនេះគឺការធ្វើផ្លូវជាហូរហែបងប្អូនបាទអញ្ចឹងវាពេលខ្លះគឺវាយើងក៏ពិបាកនឹងអធិប្បាយបញ្ចូលដែរបងប្អូនណាបាទតែទោះបីយ៉ាងណាគឺហើយក៏អាដាមគាត់បានចេញនៅសារមួយដែរបងប្អូនណាបាទអាដាមមកខែគាត់បានចេញសារនៅកាលពីព្រឹកថ្ងៃទី7 ខែធ្នូឆ្នាំ2025ហ្នឹងណាបងប្អូនបាទខ្ញុំគាត់បានជាមើលនៅវេលាណាច្បាស់មួយដែរបងប្អូនបាទខ្ញុំបានមើលមកបងប្អូនណាបាទតែបងប្អូនបាទអាចចូលទៅស្ដាប់នៅសារសម្លេងរបស់គាត់បាទជំនួសខ្ញុំនឹងប្រូសារសម្លេងរបស់គាត់ដាក់នៅក្នុងទូនេះដើម្បីចែកជូនទៅដល់បងប្អូនយើងទស្សនាខ្ញុំស្ដាប់ហើយរៀនជាមួយនឹងសារសម្លេងរបស់គាត់ហើយជាមួយនឹងសាច់នៃវីដេអូរបស់យើងបងប្អូនណាបាទយ៉ាងហើយបាទតែពិតអ្វីក៏ដោយគឺសិស្សឹងតែត្រូវការនៅពេលវេលាថាការកម្រងបាទធ្វើផ្លូវធ្វើអីនេះពីព្រោះណាមួយក៏អាដាមក៏គាត់បានស្វាហាប់នៅក្នុងការពង្រីកនៅគេថារចនាសម្ព័ន្ធសម្បីតែសួនសម្បីស្អីបងប្អូនបាទច្រើនណារៀបចំសួនរៀបចំអីនេះដូចសួនរបស់យើងនេះជាប់ជាមួយនឹងស្ពានសម្ដេចកន្លះហំសខេនេះរហូតដល់ស្ពានថ្មីយើងនេះគឺកំពុងតែរៀបចំធ្វើបងប្អូនណាបាទយើងបាន70 ទៅ 80% ហើយបាទអញ្ចឹងយើងនៅតែខ្សលតក្រាលការ៉ូនឹងទេបងប្អូនបាទហើយនឹងរៀបចំនៅតុបតែងនៅកាយាផ្សេងទៀតបងប្អូនណាបាទពួកយើងអាចដឹងទេព្រោះនេះអាស្រ័យទៅលើជាងគេរៀបចំប្លង់មិនចឹងណាបងប្អូនបាទដូចខ្ញុំអត់សូវច្បាស់ដែរបងប្អូនបាទនេះគឺចឹងសូមបងប្អូនរីករាយទស្សនាជាមួយនឹងទស្សនវិជ្ជានៅផ្លូវលេខ1ក្រុងបាត់ដំបងយើងណាបាទហើយនេះគឺជាសំណង់នៅអាគារបត្យកម្មរបស់យើងណាបងប្អូនបាទពិសេសគឺសំណង់តាំងពីសម័យបារាំងអាណានិគមបារាំងមកណាបងប្អូនបាទគឺរក្សានៅដល់រឹងមាំដល់ស្រស់ស្អាតសម្រស់បំប្រងណាបងប្អូនបាទហើយអាគារនេះគឺគេតុបតែងម្នេះគេទុកជាគេដំណើរមួយបងប្អូនបាទស្អាតងាយបានឃើញនៅសំណង់អាគារចាស់ពីដើមទេបងប្អូនណាបាទប្រទេសគេឲ្យភាគច្រើនគេឲ្យទៅលើតម្លៃទៅលើសំណង់អាគារចាស់ហ្នឹងច្រើនណាបងប្អូនបាទសម្បីតែប្រទេស
mà vốn sự kết khơi chứ mà sự bay tập bắt bỏ chứ dương nó tập miền bò tê chút chết rang hay chút chết xây tràn mà quạt mò sẽ xa chút vui đừng sầm năng cha cha bỏ dưới nè cũng mà vốn mà trong đằng là tập tá thì cũng may mốt thì sang xong cái phơ bị ấy bạn lấy bạn chuột lo lại mà láคือวิจัตกรláคือกดศึกษาตะลือเป็นจังๆนะมาจังดอกไปยืนดังก็ตาปลายไอ้ปอเต้คือปกติจัดสาวชิวหรือปวดตาสาหรือไอ้เนี่ยเรามาโอนมาจราดจังมีไอ้กราวปีปอเต้จังมาเส้นชิโกนขมายยืนสุลังคางหรือปวดตาสาดังล้อมาถึงมาโอนมาแล้วมุ้ยเบียร์ปะได้มาโอนมาเป็นเรื่องเปียโรยติเปียโรยชราดมาđược xong mấy gì tam trắng được xong pin ấy cao nhom nâu riêng mà sao cho chặt rừng của ta sa má này không ai buồn mà cao nhom ăn đấy cái tháng cái sports mai nhà riêng đổ quạt tới cho phong mà việc pha riêng chân á mà tại đó về cho cái lan đó người làm là sợ sai và phụ ai đại đồng nghiệp chưa chỉ cô mai mà rút đá ta muốn hai đấy ban chỉ chưa ở phim muốn hai đấy ban chưa ở ở răng chua sẽ xa vì riêng của ta sắc rồi bọc mai chưa là bằng trôi trí hết và đôi nhé mà bỏ tên còn là exercise bà ta mày diện thế thì chúng ta chết cái khung port cái liệt đàเราthì chập đầm cùng rì xuân mà tập tay xuân này ở sát ấy lươn mà chập tam để ai cho thôi bán thế là mà thôi ở cái này nghe tất mà còn chân tư làm tôi cứ được cho ra thích còn xây lại cái điểm tròn tập tay hà mấy hạt cà phê tăng thì trong luôn nó sao ban trôi đấy hàng brand ấy nó mà để hiện đi bạn này là muốiเราได้คือชมบ้านป่าการเงียบของมาพดมาโดยเฉพาะตอนมีระดับเทียบเองนะแต่ตามนั่นเองมาพดป่าเชียร์ไซด์เทปมาเชียร์ไซด์ป่ะเยอะคือชมติดชมทาได้จังเราปัดเช็ควิดีโอแบบมาพดnóiคือชมป่าการเงียบvàชมป่าเมียนยืนชมเต็มมาพดป่าได้ซาแต่gồm càng như một số cái việc tao lên núi và ở đây xa tìm quý mi để quật lọp đó là vạt đó là FCC màu lúc nhóm đó quật tìm nó máy nó cứ quật chụp quật đây để chụp TV mi chụp bốn cứ quật từ xa quật lăng mai tàu một cạnh cái càng như nó khang từ đây chẳng gặp bị chân tức quật hoặc như thế na có krong càng như là Campuchia tiếp tục mà xe sọ của nhóm đánh mê phi nữa nó cứ cho vào cùng ngoài còn này chắc con có cứ ca để trong cứ ca nghiệp bán cứ viên tại quạt phi điện là ngày cứ ca nghiệp cho sầm rong trong cái quạt đó màแต่เราคือกดปันให้จังชมตัวมันได้ค่ะเราทัวร์ไม่คือชบได้เราต้องมาโผล่มาไอ้มาเยอะนี่คือน้ำมุ้ยยังเบียปัญหาร้านโต๊ะคือชราหน้ามาโผล่มาจิเป็นลุยบอลไฟเตะไฟเฟลือยังจำขโมยหนามาโผล่แต่ระยะเวลา10 น้ำนะช่วงมือก็เลยปีเมย์คนมาเรียนตามคาดไอ้ลางมาเรียนเราอะไรสิ่งอะไรเราอะไรแบบนั้นมาวันนี้คือตัวเพียบเราเด็กใบกล่องบัตรบอกมาเยอะตัวปีเวียนการิคุณปีถูกมาบอกโอนยืนใบโดยชิคือจับดาวเวียนการสอยตึกมาจับดาวเวียนการสอยตึกตามบอกไหลมาจับทำสูตรคือไงบ้าง
ហើយខ្ញុំក៏សង្ឃឹមថាកម្រងយើងចាប់ដើមឆាប់ហ្នឹងពុកម៉ែបងប្អូនណាបាទអាចរួចរាល់បាទលើក្នុងក្រុងព្រោះក្រុងបាត់ដំបងយើងផ្លូវដែលចរាចរណ៍ខ្លាំងបំផុតគឺផ្លូវលេខ1លេខ2លេខ1កន្លះលេខ2លេខ2កន្លះលេខ3បាទផ្លូវទាំងឯងគឺជាផ្លូវមួយដែលចរាចរណ៍ខ្លាំងសម្រាប់ក្នុងក្រុងបាត់ដំបងយើងទី1គឺផ្លូវលេខ2លេខ1កន្លះលេខ2កន្លះគឺជាតំបន់តែទាញភ្ញៀវជាតិអន្តរជាតិច្រើនជាពិសេសគឺបរទេសភាសាយើងមានហាងបរទេសច្រើនប្រហែលបាទនៅតាមផ្លូវច្រើនហើយផ្លូវលេខ3យើងវាមានជាប់ជាមួយនឹងសំណង់អាគារសម័យបារាំងរបស់យើងនេះដែរបាទដូចជានេះហ្នឹងឯងបាទអញ្ចឹងកន្លែងនេះហើយដែលធ្វើឲ្យផ្លូវលេខ1លេខ1កន្លះលេខ2លេខ2កន្លះលេខ3របស់យើងនេះគឺចរាចរណ៍ដែលមានជនជាតិគាត់មកទស្សនាច្រើនភាសាច្រើនដោយសារទី1យើងមានហាងទី2គឺយើងមានសំណង់អាគារចាស់ទី3គឺយើងមានផ្សារអាណត្តិរបស់យើងផ្សារអាណត្តិគឺផ្សារធំហ្នឹងបាទខេត្តបាត់ដំបងយើងហ្នឹងឯងបាទថ្ងៃទី7នេះមើលដឹងមានពេលបានថតអត់ទេប្រហែល4បាទភាសាយកកូនទៅទៀតបងប្អូនតើការមិត្តភ័ក្តិបាទដែលធ្វើការងារជាមួយគ្នាមិត្តភ័ក្តិបងប្អូនខ្ញុំណាខ្ញុំអត់បានមានមិត្តភ័ក្តិទេដោយសារខ្ញុំអត់មានខាងងារបងមានតាមត្រង់អ្នករាប់អានខ្ញុំមានតែម្នាក់ពីរនាក់ទេរបស់តបងពាក្យច្រើនខ្ញុំកម្រមានមិត្តភ័ក្តិឬក៏អ្នករាប់អានដូចគ្នាបងប្អូនបាទនិយាយតាមត្រង់ហ្មងខ្ញុំនៅបាត់ដំបង10ឆ្នាំជាងនេះសឹងតែអត់មានវិភាគអីផងបងប្អូនហើយណាមួយតំបន់ដែលខ្ញុំរស់នៅហ្នឹងវាពិបាកបន្តិចបងប្អូនរឿងចឹងពេលខ្លះទៅយើងពិបាកជីដែរដៅសុំឈប់ពីចម្ងាយចឹងម៉ូវីឡាកន្លែងហាងកាហ្វេម៉ូវីឡាចាប់ប្រព័ន្ធ iPhone 17 Pro Max ណាបងប្អូនបាទផឹកច្រើនណាបងប្អូនណាបាទក្រៃលោកបានបងអីទៅចប់អាពងដើម្បីសួរសំណាងអីក្រៃលោកបាន iPhone 12 Pro Max 17កន្លងនេះតែខ្ញុំលេចតលេងរួចទេបងប្អូនបាទអត់មានថវិកាទេឥឡូវលេងមានថវិកាចូលផឹកកាហ្វេផឹកអីដូចមុនហើយបងប្អូនបាទ7ឆ្នាំអីបាច់ទេបងប្អូន7ឆ្នាំមុនណាវាតាមត្រង់ថ្ងៃចូល3 4កន្លែងផឹកកាហ្វេតែឥឡូវរលុយលេងបានហើយបងប្អូនពេលខ្លះយើងគិតសប្បាយនៃការចាយសប្បាយអីមួយផ្លេតខ្ញុំគិតថាមួយផ្លេតជីវិតរបស់ខ្ញុំគឺហាក់បីដូចចាប់ដើមពីចំណុចសូត្រឡើងវិញអញ្ចឹងបាទតាមពិតជីវិតរបស់ខ្ញុំតាំងពីបងប្អូនបាទតាំងពីខ្ញុំមកនៅបាត់មកជន់ទឹកដីនៃខេត្តបាត់ដំបងមកដំបូងបាទហើយសួរថាមានណាឯបងប្អូនគាត់ចូលរួមជួយជ្រោមជ្រែងខ្ញុំទេគឺខ្ញុំអត់មានទេបងប្អូន10ឆ្នាំជាងនេះខ្ញុំប្រឹងត្រដួសតែម្នាក់ឯងណាបាទប្រឹងកសាងមូលដ្ឋានខ្លួនឯងរហូតដល់សប្តាហ៍ថ្ងៃហ្នឹងណាបងប្អូននិយាយនេះគឺដោយសារតែខ្ញុំអាចរកចំណូលបានពី YouTube Facebook ផងទៅវាពិបាកអញ្ចឹងក៏ខ្ញុំបានសម្រេចចិត្តដែរបងប្អូនបាទពីទៅតកែវនេះម្រងគេកំពុងចាប់ដើមបរិយទៀតហើយបងប្អូនដោយសារតែត្រីយើងក្នុង53ផ្លូវលេខ3យើងបងប្អូនបាទទៅដល់ផ្សារលើតែសង្ឃឹមថាឆាប់បងប្អូនបាទព្រោះដូចអាដាមអាបាខេតគាត់បានចេញសារសម្លេងមកហើយបងប្អូនបាទការពីព្រឹកមិញបាទថ្ងៃទី7នេះបងប្អូនបាទ
memory cà phê là cái update đấy mà cô mà em vậy thì cứ cho mà sau ba chỗ lên đi luôn làm tròn tạm hàng tạm ACC hello như đấy thế mà cô mà nghiên ta nó mà nghiên ta sẽ ngâm nó tiếc đây mà cô ở trong trên thọt bán cứ bán là sao tất nó gì mà cô mà bán trên thọt bán là clip đấy nè mà cô để chụp ca lấyมันทอดง่ายๆchứคือทอดตัวตุกมาบริษัทยังดังไงยังแบบมีเรียนทำไปบันทอดอะไรสีสีเกียรติอยู่ในที่ตับใบของตัวธรรมะจะมีเชื่อมทอดตัดเปลี่ยนตามมองปลายปีบัตรบอกตับน้ำเปิ้ลบริษัทยมทัวร์ดำนาลางตับน้ำเปิ้ลมาในที่ตับใบของมาโขน้ำปลาแต่ยมตัดดังงามไม่มือต้องมันทอดออดนี่ผมมาโคตรว่าเชียร์ไซด์ว่าผมเชียร์ได้ผมมาโคตรไซด์โยโกนเต้าตั้งปีลานเต้าพนมเปญเนาะชีลานชัวร์แต่ยังอันนี้ครับผมมาโคตรมาแต่ไซด์ยังโยโกนเต้าผมมาโคตรมารอไงนี่แต่ไซด์ยังมีตามตรองแต่ไซด์ปานโกนตั้งปีนั่นไงผมหมดผลิตภัณฑ์ตัวดอกกูบ้านมารุ่นไฟตัวดอกกูไอ้นั่นมาโคตรมากไอ้นำมวยเดี๋ยวใส่chương ọt sâu lục bayยังยังมาหนักมาkhaiแต่มาโรเชียคือผมมาbốnหรือเกี่ยวตัวเป็นการผมหมดรถพอเอฟซีมาbốnมาโรยโรยđiจุดการเลยรถพอกลายเป็นปานสับแต่สับไอ้ดีเยอะไปโดยยังเป็นกลายจะดังคือติดอู้ไม่จับไปตุ้จับไปนะมาgiờ kia này quay mình cái xã đấy cái lôi cái che rom rê che tao cái chọn cái lên cái lanh mà chắc tao cái bay mà prao tao còn what cái xã đây không mà xã đây thôm tiệpโอเคช่างวิดีโอนั้นคือส่งไปชอบติดตามมานั่งให้ก็ออกคนสำหรับมาบอกโอนมาแต่แต่สลายก่อนโปรชั่นสำนักให้ก็เปลี่ยนช่วยไลค์ช่วยซีในวิดีโอนี้เนี่ยมันเป็นตัวว่าเราไปชิการเลยจัดตลอดสมาสำนักมาเราคนนี้เอาคนสำหรับหลบพวกเนี่ยได้แต่แต่สลายก่อนโปรก็ลองมอนะมาไอ้ตัวต้มจุดโปมาบอกโอนสบายเอาเดียวออกซาลือrồi này ở con một mai bốn mà chụp đẹp lia bàคือซ้อมมาง่ายที่มาbốn phải nhập lệch tàuคือปองพันนาทางที่ทุกแต่ลึกใบคลางปองพันนาคือกดมาทอดเนอซาลือchừng mà ngày một ngàyจะตรงจะมือหนึ่งเนี่ยลัวพวกมาbốn màลัวโกรธแต่ทรายกดสู้เรื่องโกรธมาเป็นขนาดอย่างไรนะมาให้โกรธจมไล่หัวเรื่องมาแต่ยังให้กดสู้choสู้ล้างเนี่ยลูกมันดังมัดปลาปิดปัจจัยมัดอย่างนามาโพดดังไงพวกมาโพดมาไม่ได้ที่แต่พวกมาโพดจังดังหาเรื่องจะนับพวกมาโพดlạiโจตบอึกน้องชนะปรากฏอ่านมาบองพันนาแต่คงไปเปรียบปองพันนาดับแต่สุพันนาแต่เจนเอาคนสุขนี้วิดีโอเราติดมา